សម្រាប់បងប្អូនដែលប្រើកម្មវិធី Microsoft Word នៅពេលដែលយើងសរសេរអត្ថបទមួយឬក៏យើង copy អត្ថបទមួយចេញពីអ៊ីនធឺណិតយកមកដាក់កម្មវិធី Microsoft Word គឺវាមានបន្ទិត load នៅខាងក្រោមដែលវាឆែកទៅលើ grammar អញ្ចឹងគឺខ្ញុំមានដំណោះស្រាយមួយដែលយើងដោះស្រាយតែម្ដងគឺវានឹងធ្វើការគ្រប់ document របស់យើងទាំងអស់ហើយបើសិនបើអ្នកទាំងអស់គ្នាពេញចិត្តនៅវីដេអូចែកម្លែករបស់ខ្ញុំគឺកុំភ្លេចជួយចុច follow ហើយនិង like share ខ្ញុំអ្នកមួយផងឥឡូវយើងទៅមើលពីដំណោះស្រាយជាមួយខ្ញុំទាំងអស់គ្នាអូខេអញ្ចឹងដើម្បីយើងអាចដោះស្រាយបញ្ហាបន្តិត load នៅខាងក្រោមនេះបានគឺយើងចូលទៅក្នុង review menu នេះហើយយើងយកពាក្យថា language អញ្ចឹងនៅក្នុង language នេះគឺអត់មានអក្សរខ្មែរហ្នឹងទេអត់មាន language ខ្មែរហ្នឹងទេអញ្ចឹងមានន័យថាវាជាប់ទៅលើ spelling or grammar នេះអញ្ចឹងយើងចុច tick លើនេះមកហើយយកពាក្យថា default គឺចង់ឲ្យវាគ្រប់ document ទាំងអស់ឲ្យវាកុំឲ្យវាឆែកទៅលើ grammar ឬក៏ spelling ហ្នឹងអញ្ចឹងចុចពាក្យថា default ហ្នឹងមកហើយយកពាក្យថា yes បន្ទាប់មកយកពាក្យថា okay អញ្ចឹងគឺវានឹងដោះស្រាយរាល់បញ្ហា grammar ឬក៏ spelling នៅក្នុងហ្នឹងហើយអញ្ចឹងប្រសិនបើបងប្អូនទាំងអស់គ្នាចូលចិត្តវីដេអូចែកម្លែករបស់ខ្ញុំគឺកុំភ្លេចចុច like ហើយនិង share ជាពិសេសគឺ follow ខ្ញុំអ្នកមួយផងហើយជួបខ្ញុំនៅវីដេអូបន្ត See you next video. Goodbye.